សម្រាប់ប្រជាពលរដ្ឋរាប់ពាន់នាក់ក្នុងខេត្តកំពង់ចាមទឹកស្អាតនៅជាបញ្ហាប្រឈមទៀតហើយព្រោះពេលនេះទឹកស្អាតត្រូវបានតចូលដល់ផ្ទះនិងអាជីវកម្មរបស់ពួកគាត់ដោយផ្ទាល់តែម្ដងប្រព័ន្ធគ្រប់គ្រងទឹកស្អាតថ្មីក្នុងខេត្តកំពង់ចាមបានពង្រីកការគ្រប់គ្រងទឹកស្អាតដែលមានគុណភាពសុវត្ថិភាពនិងគួរឲ្យទុកចិត្តជូនដល់ប្រជាពលរដ្ឋចំនួន8875គ្រួសារបន្ថែមទៀតសមិទ្ធផលថ្មីនេះរួមមានស្ថានីយ៍បូមទឹកឆៅរោងចក្រប្រព័ន្ធកម្មទឹកស្អាតថ្មីដែលមានសមត្ថភាព11600ម៉ែត្រគីបក្នុងមួយថ្ងៃនិងការពង្រីកបណ្ដាញបំពង់មេនាំទឹកនិងបណ្ដាញចែកចាយទឹកផងដែរមុននឹងមានទឹកស្អាតប្រើគឺយើងប្រើទឹកដងដែលយើងយកមកពីនៅកណ្ដាលភូមិអញ្ចឹងណាមុនពេលមានគម្រោងទឹកស្អាតហ្នឹងវារៀងពិបាកព្រោះយើងត្រូវទៅសបត្រូវទៅហែកយកមកផ្ទះដល់ពេលមានគម្រោងហ្នឹងវាស្រួលយើងគ្រាន់តែបាត់ម្នាក់វាដល់មកបាត់ទឹកស្អាតប្រើទៀតពេលដែលយើងទៅយកទឹកពីដងមកគឺវាត្រូវចំណាយពេលត្រូវចំណាយកម្លាំងយកមានទឹកសម្រាប់ធ្វើទឹកស៊ុបឬក៏ធ្វើអីផ្សេងលាងចានឆ្នាំងអីចឹងបងធម្មតាក្លិនទឹកពេលយើងញ៉ាំទៅម្ហូបដែលយើងញ៉ាំគឺវាអត់ឆ្ងាញ់ទេយើងទៅស្នប់យើងសបមកអាចនឹងឆេះកអីចឹងទៅត្រូវហែកផងហើយយើងទៅទិញគេមកថែមទៀតអាទិញគេហ្នឹងក៏ស្អាតដែរព្រោះទីនឹងគេយកទឹកពីនេះមកផងប៉ុន្តែក្រោយពីទទួលបានទឹកស្អាតមកប្រើប្រាស់នេះគឺយើងអស់ក្តីកង្វល់ដែលថាយើងមុននឹងប្រើប្រាស់យើងមានធុងធំសម្រាប់បើកទឹកយកមកខួតទឹកបោកខោអាវអីយើងចានឆ្នាំងអីគឺបានទាំងអស់វាមានកង្វល់ថាប៉ះពាល់ចំពោះថាក្លិនឬក៏បញ្ហាអីផ្សេងគឺទឹកស្អាតគឺទាំងងារទឹកស្អាតវាល្អវាស្អាតគេសម្រាប់មេរោគឲ្យយើងស្អាតហ្មងវាអត់ពិបាកដូចមុនយើងត្រូវដាំទៅអីចឹងឥឡូវវាបធូរថយច្រើនព្រោះយើងអត់មានទៅពិបាកទៅដងឬមួយក៏យើងពិបាកហើយគេដឹកឲ្យយើងឯងវាពិបាកទេយើងត្រូវការពេលណាវាមានប៉ុណ្ណាអរគុណដល់ខាងគម្រោងទឹកស្អាតដែលមានបានផ្ដល់ទឹកស្អាតជូនប្រជាពលរដ្ឋយើងទាំងអស់ប្រើដើម្បីសុខភាពល្អទាំងអស់គ្នាចាហើយក៏សូមអរគុណដល់រាជរដ្ឋាភិបាលដែលបានគិតគូរដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងប្រទេសយើងដែលមានទឹកស្អាតប្រើប្រាស់អញ្ចឹងធ្វើឲ្យពួកយើងទាំងអស់គ្នាមានសុខភាពល្អនិងងាយស្រួលទាំងអស់គ្នា